នជីងមុងបានសាងសង់ផ្លូវខូចខាតជូនបងប្អូននៅទូបរោប្រវែង225ម៉ែត្រចង់ដឹងថាផ្លូវនេះសម្រួលអ្វីខ្លះ ជួយច្រើនដោយសារអ្នកអង្គចាក់អីជុំវិញជួលផ្ទះនឹងច្រើន អូ ប្រជាពលរដ្ឋដែលរស់នៅក្នុងបរិយាហ្នឹងគឺល្អ បាទ ល្អខ្លាំងហ្មង ហ្នឹងហើយហើយពេលដែលមិនទាន់បានធ្វើតើវាមានផលពិបាកអីដល់បងក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលគាត់លក់ដូរនៅចិត្តៗហ្នឹងអញ្ចឹងណា ទឹកអូនលេចទឹក លិចទឹក ហើយហើយ ហុយ បាទមានទឹកផងអីផងចឹង បាទ វិបាកនឹងការធ្វើដំណើរ ហ្នឹងហើយ ពិសេសគឺកម្មករមានអ្នកខ្លះគាត់អត់មានយានយន្តអត់មានយានជំនិះចឹងគឺគាត់ត្រូវការដើរចឹងគាត់ប្រឡាក់ដៃប្រឡាក់ជើងប្រឡាក់ខោអី គម្រោងផ្លូវដែលគេធ្វើនេះគេបញ្ចប់នៅពេលណាដែរបង គម្រោងផ្លូវនេះប្រហែលជាអាចបាត់ខែហ្នឹងបង អូខេហើយប្រហែលជាប្រវែងប៉ុន្មានណាបងប្រវែង មុនដំបូងខាងក្រុមហ៊ុនគាត់ចង់ធ្វើតែធំផ្សារជាងនេះទេ ហ្នឹងហើយ តែដល់ពេលគាត់មកជាក់ស្ដែងគាត់មកមើលគាត់ឃើញទឹកលិចនៅខាងជាជនខាងក្រោយទឹកលិច បាទ អញ្ចឹងឥឡូវគាត់ធ្វើឲ្យ250ម៉ែត្រទៅក្រោយទៀត ហើយមើលកន្លែងបងលក់អីយ៉ាកន្លែងបងលក់ភេសជ្ជៈពឹងកម្លាំងកម្ពុជាទៀត ចា វ៉ាវហើយបងមិនដែរបងលក់ភេសជ្ជៈពឹងកម្លាំងកម្ពុជាលក់ដាច់ទេ លក់ដាច់តែមានគេសួររសា ញ៉ាំអីគេណាបង អូភេសជ្ជៈកម្ពុជាបង អូភេសជ្ជៈពឹងកម្លាំងកម្ពុជាណា បាទដោយសារខ្ញុំធ្វើការហត់ឲ្យខ្ញុំញ៉ាំតហ្នឹងទេ បាទហ្នឹងហើយភេសជ្ជៈពឹងកម្លាំងកម្ពុជាគឺថាគេធ្វើមករសជាតិវាគឺតម្រូវប្រជាជនកម្ពុជាយើងតែម្ដងហើយមិនតែប៉ុណ្ណោះជារបស់ខ្មែរផលិតនៅខ្មែរមានរោងចក្រនៅខ្មែរតែម្ដង ចឹងក្នុងនាមយើងជាកូនខ្មែរយើងត្រូវតែគ្រប់គ្រងផលិតផលខ្មែរគ្រប់គ្រងផលិតផលខ្មែររាល់ការចំណាយទៅលើផលិតផលខ្មែរមួយចំណែកនឹងបានទៅលើប្រជាពលរដ្ឋខ្មែរវិញ